រឿងមហាឫសីប្រោះខ្លាប្រជុំរឿងព្រេងខ្មែរភាគទី3ទំព័រទី1ដល់ទំព័រទី4មាននិទានមួយដំណាលថាមានខ្លាទោលមួយទៅដេកលើរូងពស់ពស់លូនចេញមកចឹកខ្លានោះស្លាប់នៅមាត់រូងថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរទៅឃើញខ្លានោះស្លាប់ក៏មានចិត្តមេត្តាបានប្រោសខ្លានោះឲ្យរស់ឡើងវិញខ្លារស់ដឹងខ្លួនហើយនិយាយថាអញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញមិនដេចឡើយក៏ប្រស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ម្លេះហើយអញខំប្រស្ដែងស៊ីពុំលែងឡើយមហាឫសីឆ្លើយថាអូព្រះស្ដែងអើយព្រះស្ដែងដេកលើរូងពស់នេះហើយពស់នឹងក៏ចឹកស្លាប់អញប្រោសព្រះស្ដែងឲ្យរស់ឡើងវិញតើគួរតែព្រះស្ដែងឯងសងគុណអញមិនដេចឡើយក៏ព្រះស្ដែងគិតខំអញទៅវិញមហាឫសីនិងខ្លាប្រកែកជជែកគ្នាមិនអស់មិនហើយទើបនាំទៅប្តឹងដល់ចចកថ្លែងប្រាប់តាមដំណើររៀងខ្លួនចចកសេចក្ដីគិតថាអញនៅក្នុងព្រៃសប្តាហ៍នេះពឹងពាក់តែអានុភាពរបស់អាខ្លាទេបើអញកាត់ក្តីនេះឲ្យអាខ្លាចាញ់សមអញនឹងពឹងពាក់ខ្លានៅនាព្រៃនេះពុំបានឡើយចចកគិតដូច្នោះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីឯចចកកាត់ក្តីយ៉ាងនេះគឺហៅថាឆន្ទាកតិមហាឫសីមិនសុខចិត្តប្រកែកគ្នាទៅវិញទៅមកហើយនាំខ្លាទៅប្តឹងដល់គោថ្លែងប្រាប់តាមដំណើររៀងខ្លួនដូចមុនគោគិតថាយីបើអញកាត់ឲ្យខ្លាចាញ់សមខ្លានេះនឹងស្អប់អញវានឹងខំអញមិនខានឡើយទើបគោកាត់ក្តីឲ្យខ្លាស៊ីមហាឫសីគោកាត់ក្តីយ៉ាងនេះហៅថាភយាកតិមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងស្វាគិតថាអូកាលមុនមានបរិសម្នាក់ធ្លាក់ទៅក្នុងអណ្ដូងឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបានមានខ្លាមួយគិតមកស៊ីបរិសនោះឪពុកអញសុំបរិសនោះឲ្យឡើងទៅលើដើមឈើបានរួចពីភ័យបរិសនោះបែរជាមានចិត្តអាក្រក់សម្លាប់ឪពុកអញទៅវិញស្វាគិតដូច្នោះហើយទើបកាត់ក្តីឲ្យខ្លាស៊ីមហាឫសីស្វាកាត់ក្តីយ៉ាងនេះហៅថាទោសាកតិមហាឫសីមិនសុខចិត្តនាំខ្លាទៅប្តឹងដល់ថ្មាតគិតថាយីសពថ្ងៃនេះណាអញបានរំពៀសំណល់អំពីខ្លាជាអាហារចំណីប្រក្រតីមិនដែលដាច់ឡើយបើអញកាត់ក្តីឲ្យអាខ្លាចាញ់មុខវាជាខឹងនឹងអញមិនដាច់ឡើយអញនឹងបានស៊ីរំពៀខ្លានេះទៀតថ្មាតគិតដូច្នោះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីថ្មាតកាត់ក្តីយ៉ាងនេះហៅថាលោភាកតិមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងដល់ទេពរៈគិតថាមនុស្សទាំងពួងដើរព្រៃអាស្រ័យដោយមកលុបឈើផងទាំងឡាយចេះតែកាច់មែកហែកសន្លឹកស្ទុះសម្បកឆ្លងកាត់ដើមទេពរៈគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីទេពរៈកាត់ក្តីយ៉ាងនេះហៅថាមោហាកតិមិនទៀងត្រង់ឡើយមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងដល់ទន្សាយប្រាប់ថាបងសុភាអើយខ្លានេះវាដេកលើរុនពស់វែកហើយពស់វែកហ្នឹងក៏ចេញមកចឹកស្លាប់ទៅអាត្មាសូត្រមន្តបោះពឹសពស់ឲ្យខ្លានេះរស់ឡើងវិញដោយគិតឃើញថាខ្លានេះនឹងតបគុណអាត្មាឥឡូវនេះម្ដេចខ្លាក៏ប្រាថ្នាស៊ីអាត្មាទៅវិញតាមតែពិចារណាឲ្យអាត្មាចុះឯខ្លាប្តឹងថាខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយនៅក្នុងព្រៃសោះ
ស្រាប់តែអាប្រស្ដែងឫស្សីនេះវាធ្វើឲ្យខ្ញុំភ្ញាក់ហេតុនេះត្រូវខ្ញុំសុំស៊ីប្រស្ដែងឫស្សីនេះពុំសុខចិត្តនាំខ្ញុំទៅប្តឹងដល់ចចហ្នឹងក៏កាត់ឲ្យខ្ញុំស៊ីវាដែរហើយមិនសុខចិត្តនាំខ្ញុំទៅប្តឹងដល់គោហ្នឹងក៏កាត់ឲ្យខ្ញុំស៊ីឫស្សីនេះក៏មិនសុខចិត្តទៀតនាំខ្ញុំទៅប្តឹងស្វាក៏កាត់ឲ្យខ្ញុំនឹងស៊ីឫស្សីនេះដែរហើយឫស្សីនេះក៏មិនសុខចិត្តនាំខ្ញុំទៅប្តឹងថ្មាតហ្នឹងក៏កាត់ឲ្យខ្ញុំស៊ីឫស្សីនេះទៀតហើយឫស្សីនេះមិនសុខចិត្តនាំខ្ញុំទៅប្តឹងដល់ទេពរៈទៀតទេពរៈហ្នឹងក៏កាត់ឲ្យខ្ញុំស៊ីឫស្សីនេះដែរហើយឫស្សីនេះមិនសុខចិត្តក៏នាំខ្ញុំមកប្តឹងលោកតែម្ដងតាមតែលោកពិចារណាឲ្យខ្ញុំចុះទុនសាយស្ដាប់ពាក្យមហាឫស្សីនិងពាក្យខ្លាហើយក៏ពិចារណាដោយប្រាជ្ញាឆ្លៀសវៃឆ្វេងយល់អាចសេចក្តីហើយប្រាប់ថាបើដូច្នោះចូលមហាឫស្សីនិងបងខ្លានាំគ្នាទៅដល់ទីដែលកើតហេតុនោះហើយឲ្យបងខ្លាដេកលក់ជាសុខដូចពីដើមចុះគឺឲ្យមហាឫស្សីជូនទៅដល់កន្លែងដែលខ្លាដេកនោះឲ្យអញបានយល់ហើយនឹងពិចារណាដោយប្រការនោះទើបមហាឫស្សីនិងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផងលុះទៅដល់កន្លែងនោះហើយខ្លាក៏ប្រះដេកនៅទីដដែលនោះយូរបន្តិចពស់វែកនឹងក៏ចេញមកចាក់ខ្លាស្លាប់នៅមាត់រន្ធនោះឯងកាលបើខ្លានោះស្លាប់ហើយទន្សាយប្រាប់មហាឫស្សីថាសូមលោកមើលខ្លានេះចុះហេតុតែឥតធម៌វង្វេងភ្លេចគុណគេឥឡូវពុំរំលងនឹងវិរិយកម្មឡើយតាំងពីនេះទៅមុខលោកកុំធ្វើគុណនឹងខ្លាឲ្យសោះណាទុនសាយកាត់ក្តីយ៉ាងនេះហៅថាសុគតិកមនាងដំណើរល្អគឺសុចរិតយុត្តិធម៌ហោងបាត់រឿងមហាឫស្សីប្រុសខ្លាចប់ត្រឹមតែប៉ុណ្ណេះ